អ្នកទាំងអស់គ្នាដែលគិតថាចង់ជួល homestay ដើម្បីស្នាក់នៅក្នុងមួយថ្ងៃជាមួយនឹងមិត្តភ័ក្តិអត់មិនមែនតែដើម្បីតែថតរូប add story ប៉ុន្តែវាគឺជាពេលវេលាមួយដែលយើងអាចជួបជុំជាមួយមិត្តភ័ក្តិជាទីស្រឡាញ់ឬក៏លេងជាមួយនឹងសត្វចិញ្ចឹមរបស់យើងពួកអីរាល់ថ្ងៃគឺយើងពិតជារវល់មែនតើកុំកៅពេញការងារទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់មនុស្សម្នាក់ៗរៀងៗខ្លួនហើយបើខ្ញុំប្រាប់ថាមាន homestay មួយកន្លែងនៅជិតទីក្រុងភ្នំពេញដែលអ្នកទាំងគ្នាអាចមើលថ្ងៃលិចនិងកិច្ចចេញពីកន្លែងដែលមានភាពអ៊ូអរតើអ្នកទាំងគ្នាគិតយ៉ាងម៉េចដែរខ្ញុំបានមកស្នាក់នៅកន្លែងមួយនៅជិតទីក្រុងភ្នំពេញហ្នឹងហើយទីតាំងខ្ញុំដាក់នៅក្នុងចុងវីដេអូហើយការជួបជុំមួយនេះវាធ្វើឲ្យខ្ញុំដឹងថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែរវល់ខ្លាំងណាស់ទេតែគ្រាន់តែមនុស្សគ្រប់គ្នាផ្ដល់អាទិភាពឲ្យការងារផ្សេងៗជំនួសឲ្យការជួបជុំដ៏មានន័យដែលពួកយើងតែងតែមើលរំលងមើលមកដល់ត្រង់ចំណុចនេះអ្នកទាំងគ្នាសួរខ្លួនឯងមើលថាយើងខានជួបមិត្តភ័ក្តិជាទីស្រឡាញ់របស់យើងប្រហែលខែប្រហែលឆ្នាំការជួបជុំមិនបាច់ជាធំដុំអីណាស់ណាទេដូចជាវីដេអូនេះអញ្ចឹងយើងគ្រាន់តែធ្វើម្ហូបជាមួយគ្នាអាំងសាច់ចំណាយពេលវេលាជាមួយគ្នាហើយចុងក្រោយគឺយើងញ៉ាំអាហារជុំគ្នាមួយពេលដ៏មានន័យហើយសំណេះសំណាលពីរឿងពីនេះពីនោះទៅហើយបើអ្នកនរគ្នានៅចិត្តពេញខ្ញុំគិតថា homestay មួយហ្នឹងគឺល្អសម្រាប់អ្នកនរគ្នាមែនតើដោយសារតែវាស្ងប់ស្ងាត់ហើយជាពិសេសយើងអាចដេកបានគ្នាច្រើនខ្ទង់10នាក់អីជាពិសេសអ្នកមើលការខុសត្រូវនៅកន្លែងហ្នឹងក៏រស់រាយហើយជួយយើងបានច្រើនមែនតើហើយក៏ដូចជាពេលផឹកឡើងយើងសល់ពេលយើងអាចដើរលេងក្រោយផ្ទះមើលទឹកទន្លេឬក៏ដេកស្រំហែកាយអីចឹងប៉ុន្តែខ្ញុំបញ្ជាក់មួយគឺឆ្កែហ្នឹងឆ្កែខ្ញុំហ្នឹងណាអ្នកនរគ្នាទៅដល់អត់ឃើញហើយមួយទៀតបើសិនជាអ្នកនរគ្នាជួយចិត្តផ្ទះបែបចំការឬក៏មានគ្នាច្រើន10នាក់15នាក់ឡើងទៅខាងគាត់ក៏មានផ្ទះលំហែមួយទៀតដែលនៅទល់មុខគ្នានឹងហ្មងដូចអ្នកនរគ្នាបានឃើញក្នុងវីដេអូនេះអញ្ចឹងផ្ទះគាត់មានលក្ខណៈធំទូលាយហើយនឹងទេសភាពចំការមានដំណាំហូបផ្លែគឺស្រស់ស្រាយខ្លាំងមែនទែនជីវិតខ្ញុំពេលចាស់ទៅសតដីប៉ុណ្ណឹងក៏ខ្ញុំអស់ចិត្តដែរហើយឥឡូវមកស្គាល់ទីតាំងគាត់ទាំងអស់គ្នាពេលឆ្លងដល់រែកសัตว์នឹងរួចយើងឃើញផ្លូវមួយដែលបត់ឆ្វេងដៃនៅក្នុងវីដេអូនឹងអញ្ចឹងហើយយើងជិះត្រង់រហូតទៅឬក៏អ្នកទាំងគ្នាអាចវាយក្នុង Google Map ដាក់ថា Villa Phiên នោះអ្នកទាំងគ្នានឹងឃើញ Villa ហ្នឹងហើយ